រូបរាងដោយប្រពន្ធនឹងហើយបងប្អូននៅតែចាប់បានថៃអត់បានទៀតបងប្អូនវាប្រកែកថាវាអត់បានចម្លងពីអង្គរវត្តខ្មែររបស់យើងទេបងប្អូនទាំងអស់គ្នាខមមិនភិជាច្រើនគឺប្រឆាំងហ្មងគឺវាថាអត់បានចម្លងទេបងប្អូនទាំងអស់គ្នាហើយសូម្បីតាបងប្អូនមើលរូបប្រៀបធៀបទៅគឺដូចសង់តែទាំងអស់ខុសតែម្យ៉ាងឯងខុសត្រង់ថាទឹកដីអន់ខ្លាំងមែនទែនទឹកដីអន់ជាងដូនតាខ្មែររបស់ខ្ញុំឆ្ងាយណាស់គ្រាន់តែតម្រង់និងរូបរាងវាដូចគ្នាតែប៉ុណ្្នឹងឯងសូម្បីតែផ្លូវច្រកចូលក៏ដូចគ្នាដែរប៉ុណ្ណឹងហើយវានៅតែប្រកែកថាអត់បានចម្លងពីខ្មែររបស់យើងទេលោកនៅវត្តហ្នឹងគាត់បានយកសពឃើញហើយគាត់បានសាងសង់តាមការយកសពរបស់គាត់អញហើយយកសពតាមណានោះអីក៏យកសពត្រង់ល្អម្លេះប្លង់ដោយសង់ទាំងអស់ហើយហ្នឹងហើយវាអត់ទទួលស្គាល់ទេហើយមានអាคลิปថៃខ្ទើម្នាក់នោះវាថាយើងហ្នឹងមួប្រកាច់វាបងប្អូនថាយើងមួប្រកាច់វាចោតវាថាចម្លងវាអត់និយាយទៅគ្មានអ្នកណាទទួលស្គាល់ថាចម្លងពីខ្មែរយើងតែម្ដង